ចេះធ្វើទឹកសណ្តែកឲ្យតែមានរសជាតិឈ្ងុយឆ្ងាញ់ក៏អាចរកលុយចាយក្រៅបានដែរណាបងប្អូនណាខ្លះចេះតែញ៉ាំទឹកសណ្តែកតែអត់ចេះធ្វើទឹកសណ្តែកទេតោះមកបងប្អូនទាំងអស់គ្នាមករៀនធ្វើទឹកសណ្តែកញ៉ាំជាមួយខ្ញុំនិយាយអញ្ចឹងខ្ញុំមិនមែនអ្នកលក់ទឹកសណ្តែកទេបងប្អូនគ្រាន់តែខ្ញុំនឹងរៀនចេះធ្វើទឹកសណ្តែកទុកញ៉ាំសម្រាប់ក្រុមគ្រួសារនៅផ្ទះអញ្ចឹងណាបងប្អូនហើយការដែលខ្ញុំនៅស្រុកខ្មែរហ្នឹងក៏អ្នកលក់ទឹកសណ្តែកនៅមុខផ្ទះខ្ញុំនៅផ្សារដល់អញ្ចឹងហើយក៏នឹកឃើញថាធ្វើទឹកសណ្តែករកលុយបានចាឲ្យតែមានរសជាតិឈ្ងុយឆ្ងាញ់ក៏ចំណេញច្រើនដែរចាឥឡូវហ្នឹងចូលមកដល់វិធីធ្វើទឹកសណ្តែកទាំងអស់គ្នាជាដំបូងហ្នឹងគឺខ្ញុំដាក់សណ្តែកចាបងប្អូនខ្ញុំដាក់សណ្តែកត្រាំរយៈពេល4ម៉ោងចាសណ្តែកនេះត្រាំរយៈពេល4ម៉ោងជាងហ្នឹងវាចាប់ដើមរីកស្រវកអញ្ចឹងណាបងប្អូនអញ្ចឹងហើយយើងលាងពេលដែលយើងដាក់ត្រាំដំបូងហ្នឹងគឺយើងលាង3-4 ទឹកហើយយើងដាក់ត្រាំទៅចាដល់ត្រាំរហូតដល់រីកអញ្ចឹងពេលអំឡុងពេលកំពុងតែត្រាំហ្នឹងណាបងប្អូនអាសាតនេមកលាងវា3-4 ទឹកទៀតទៅដើម្បីឲ្យវាបាត់ក្លិនធម្មតាទេសណ្តែកទៅកាលណាយើងត្រាំអញ្ចឹងទៅសណ្តែកនេះខ្ញុំលាង4-10 ទឹកនោះដល់វារីកសបករីកអីនេះបងប្អូនឃើញទេយើងច្បាច់សបកនឹងចេញណារីអាខ្មៅភ្នែកនៅសណ្តែកហ្នឹងវាជាប់ខ្លះឲ្យបងប្អូនវាច្រើនអញ្ចឹងខ្ញុំយកចេញអត់ទេប៉ុន្តែអត់អីទេយើងយកទៅកិនទៅសណ្តែកមានគេលក់ប្រភេទច្រើនណាអញ្ចឹងខ្ញុំទៅផ្សារខ្ញុំឃើញប្រភេទមូលនេះគឺខ្ញុំយកប្រភេទមូលនេះយកមកសាកធ្វើអញ្ចឹងណាបងប្អូនក៏ចង់ញ៉ាំទឹកសណ្តែកចង់រៀនធ្វើទឹកសណ្តែកខ្លួនឯងចាំមើលខ្ញុំធ្វើបានល្អប៉ុណ្ណាអូខេបន្ទាប់ពីយើងលាងសណ្តែកបានស្អាតច្រោះរួចហើយនេះបងប្អូនសណ្តែកដែលខ្ញុំដាក់នេះចំនួន2កញ្ចប់នេះវា680ក្រាមយើងយកមកលាងឲ្យស្អាតហើយយើងយកមកកិនឲ្យម៉ត់ណាបងប្អូនកិនឲ្យម៉ត់នៅពេលដែលយើងកិនហ្នឹងគឺយើងត្រូវត្រៀមទឹកចាត្រៀមទឹកសណ្តែកដែលខ្ញុំដាក់ហ្នឹង680ក្រាមហ្នឹងទឹក5 លីត្រកន្លះកាលដែលខ្ញុំដាក់ហ្នឹងបងប្អូននេះបងប្អូនទឹកហ្នឹងយើងត្រៀមឲ្យជាស្រេចហើយយកមកចាក់ឲ្យកិនជាមួយនឹងម៉ាស៊ីនអញ្ចឹងទៅចាដាក់ទៅដើម្បីពេលដែលយើងដាក់សណ្តែកតែកាលណាយើងកិនអត់ដាក់ទឹកទេវាអត់ម៉ត់ទេណាបងប្អូនហើយម៉ាស៊ីនហ្នឹងវាតឹងអញ្ចឹងហើយយើងចាប់ដើមកិននេះបងប្អូនធ្វើទឹកសណ្តែកថ្ងៃនេះខ្ញុំបានគ្រួសារខ្ញុំគាត់មកជួយកិនសណ្តែកឲ្យលឿនដើម្បីឆាប់បានញ៉ាំទឹកសណ្តែកបើបងប្អូនធ្វើលក់បងប្អូនដាក់ទឹកសណ្តែក1គីឡូដាក់ទឹក8-9 លីត្រអីណោះអ្នកធ្វើបើគេមិនដាក់ច្រើនធ្វើលក់ដាក់ច្រើនมันវាចំណេញច្រើនដល់យើងធ្វើញ៉ាំខ្លួនឯងអញ្ចឹងយើងដាក់ត្រឹម6 លីត្រអីបានហើយខ្ញុំដាក់ទឹកដោះគោស្រស់ថែមកន្លះលីត្រទៀតដោយសារអីបើយើងធ្វើត្រឹម6 លីត្រអញ្ចឹងទៅឬក៏តិចជាងហ្នឹងវាអត់រៀងខាប់បើសិនជាមនុស្សចាស់គាត់ចេះពិសាតែដូចខ្ញុំធ្វើឲ្យកូនក្មេងញ៉ាំដែរអញ្ចឹងខ្ញុំយក6 លីត្រលើសដោយសារអីខ្ញុំដាក់ទឹកដោះគោស្រស់ថែមចិត្តកន្លះលីត្រទៀតដាក់កន្លះលីត្រក៏មិនអីដែរបងប្អូនទឹកដោះគោស្រស់ដាក់ថែមរឹតតែឆ្ងាញ់បន្ទាប់ពីកិនហើយបងប្អូនយើងយកមកដាក់កត្រងឲ្យពូតចឹងពូតហើយអាសាច់ដែលសណ្តែកដែលយើងពូតនឹងបងប្អូនយកទៅម្ដងទៀតពូតម្សាហើយឲ្យចេញទឹកអញ្ចឹងម្សាហើយយើងយកទៅកិនម្ដងទៀតកិន2 ដងបងប្អូនដើម្បីឲ្យអស់ជាតិសណ្តែកតបមកយើងយកមកចាក់ដាក់នៅក្នុងឆ្នាំងស្អាតឆ្នាំងនេះខ្ញុំទុកតែញថ្មីទេបងប្អូនព្រោះយើងធ្វើទឹកសណ្តែកឆ្នាំងនឹងសម្រាប់ធ្វើទឹកសណ្តែកអញ្ចឹងហើយយើងចាក់ចូលមកតបមកយើងបើកភ្លើងកុំឲ្យខ្លាំងពេកបងប្អូនហើយកុំទៅណានៅគោនឹងរហូតនៅគោនឹងឆ្នាំងនឹងឲ្យបងប្អូនកុំទៅណាប្រយ័ត្នខ្លោចបាតអត់ឆ្ងាញ់ទេខ្ញុំធ្លាប់ធ្វើរួចហើយខ្លោចបាតហើយក្លិនឈាមតែម្ដងអញ្ចឹងបងប្អូនត្រូវតែកូរនេះបន្ទាប់ពីវាពុះវាឡើងភុលឡើងលើអញ្ចឹងអូប្រាប់បងប្អូនតិចឆ្នាំងពេលដែលយើងដាក់ទឹកសណ្តែកទៅបងប្អូនដឹងមិនទេកុំដាក់អាឆ្នាំងដូចថាទឹក6 លីត្រអញ្ចឹងឆ្នាំងត្រូវ
ឆ្នាំងហ្នឹងកម្រិតទឹក10លីត្រទៅព្រោះអីពេលដែលវាពុះចឹងវាភុលចឹងវាភុលឡើងលើដូចបងប្អូនឃើញចឹងវាភុលនេះបងប្អូនមានស្លឹកតើយដាក់ស្លឹកតើយថែមទៀតមករឹតតែឈ្ងុយដូចខ្ញុំដាក់ទឹកស្លឹកតើយមួយតំណក់ពីរតំណក់អីឲ្យមានក្លិនឈ្ងុយចឹងបងប្អូនមកយើងដាក់ស្ករមកដាក់អំបិលមកចុងកូនស្លាបព្រាបាយមកណាបងប្អូនទឹកសណ្តែកនេះបើបងធ្វើឲ្យឪពុកម្ដាយបងប្អូនកុំធ្វើផ្អែមដួសវាចេញដាក់មួយឆ្នាំងផ្សេងមួយទៀតចំនួនខ្លះឲ្យគាត់ពិសាអញ្ចឹងដាក់ស្ករបន្តិចបានហើយជួនកាលបើគាត់អត់ដាក់ស្ករទេក៏រឹតតែល្អទៀតបើក្មេងៗបងប្អូនដាក់3ទៅ4ខាំអីទៅផ្អែមល្មមមកឲ្យបងប្អូនភ្លក់ទៅយើងស្រឡាញ់ប៉ុណ្ណាក៏យើងដាក់ប៉ុណ្ណឹងទៅដូចខ្ញុំដាក់ស្ករនេះ4ក្រាមចាដល់អញ្ចឹងហើយវារៀងឡំមកបងប្អូនចង់ផ្អែមដាក់លើសជាងនឹងតិចទៀតទៅព្រោះអីតែកាលណាយើងដាក់ស្ករដូចអ្នកលក់យើងទិញនៅខាងក្រៅដល់ផ្អែមពេកអញ្ចឹងវាអស់គុណភាពនៃការញ៉ាំទៅល្អវាលើសជាតិស្ករវិញទេសម្រាប់កូនក្មេងទឹកសណ្តែកនេះល្អបងប្អូនព្រោះអីជួយបន្លូតឆ្អឹងហើយមនុស្សចាស់វិញឆ្អឹងស្ពោតឆ្អឹងពុកអីគឺគាត់ពិសាទៅល្អណាស់ទោះបីជាគាត់មិនទាន់មានជំងឺពុកឆ្អឹងឬស្ពោតឆ្អឹងក៏ឲ្យគាត់ហូបពិសាដើម្បីការពារឆ្អឹងគាត់ចឹងណាបងប្អូនឥឡូវហ្នឹងទឹកសណ្តែកបានឆ្អិនហើយយើងកាច់ភ្លើងបិទទៅឲ្យបងប្អូនដួសទុករក្សាទុកនៅក្នុងទូទឹកកកឡើងតិចទៅរួចជាការស្រេចហើយបើញ៉ាំក្តៅអូនទៀតរឹតតែឆ្ងាញ់ព្រោះខ្ញុំចូលចិត្តបែបហ្នឹងរបស់ខ្ញុំក៏ដល់ទីបញ្ចប់សូមអរគុណសូមជម្រាបលាបាយបាយ